Hello សួស្តីអ្នកគ្នាខ្ញុំបាទ Zen ថ្ងៃនេះខ្ញុំមានរឿងមួយយកមកសម្ដែងអ្នកគ្នាទស្សនាតែរឿងនេះមានចំណងជើងថាខ្ញុំបានបរាជ័យក្នុងការរត់គេចចេញពីមនុស្សអាក្រក់តោះចូលទស្សនាអ្នកគ្នាដល់ផ្ដើមសេរីរឿងមកឃើញមានតួអង្គម្នាក់មិនដឹងថាប្រុសឬស្រីទេបានស្រែកថាជួយពួកយើងផងហើយកាត់មកតួអង្គពីរនាក់ទៀតឃើញដេកនៅលើថ្លុកឈាមតែស្រែកថា Like Urge ខាងក្រោយបានស្រែកថា Acer ហើយកាត់មកដល់នារីម្នាក់អ្នកបម្រើដែលបានធ្លាប់ដើរទៅវិញទៅមកប្រហែលនាទីមុននេះស្រាប់តែនាងបានប្រទះឃើញសាកសពបុរសម្នាក់ដែលជាឪពុករបស់នាងបានដេកស្លាប់នៅក្នុងថ្លុកឈាមសាកសពរបស់នាងបានស្លាប់ដោយយ៉ាងអណោចអធមនាងបានគិតថាប៉ុន្តែក្នុងអារម្មណ៍របស់ខ្ញុំមិនមានការសោកស្ដាយចំពោះពួកគេទេពួកគេជាអ្នកនាំទុកដាក់ខ្លួនឯងទេខ្ញុំមិនអាចនិយាយបានដោយសារតែវេទមន្តរបស់គេខ្ញុំមិនអាចសូម្បីតែកម្រើកម្រាមដៃខ្ញុំបានព្យាយាមយ៉ាងខ្លាំងដើម្បីបញ្ចប់វាពីការកើតឡើង Sir ខ្ញុំមិនដែលឮពាក្យនេះប្រាប់ពីមុនមកទេដរាបណាខ្ញុំនៅក្នុងផ្ទះនេះហើយក៏មានសម្រិតជើងដើរមកហើយក៏កាត់មកបុរសម្នាក់20ឆ្នាំមុនខ្ញុំបានកើតឡើងវិញក្នុងនាមជាតួគាំទ្រដល់មនុស្សអាក្រក់ក្នុងប្រឡោមលោកនេះហើយមនុស្សអាក្រក់ដែលញញឹមដាក់ខ្ញុំនោះគឺជាមនុស្សអាក្រក់ពិតប្រាកដនៅក្នុងប្រឡោមលោកនេះអំបញ្ញមិញគ្រាន់តែជាក្បាលរឿងតែប៉ុណ្ណោះឥឡូវយើងកាត់ចូលក្នុងអេពីសូត1តែម្ដងនៅក្នុងអេពីសូត1នេះដែរយើងឃើញមានតួអង្គម្នាក់ពាក់អាវខ្មៅបានរុញច្រានបុរសម្នាក់ហើយស្ត្រីម្នាក់កំពុងតែផិតភ័យយ៉ាងខ្លាំងបានស្រែកថាបុរសម្នាក់នោះក៏បានស្រែកថាអ្នកណាក៏បានដែរជួយខ្ញុំផងស្ត្រីម្នាក់នោះផិតភ័យខ្លាំងពេកក៏បានស្រែកថាបិសាចឯងគឺជាបិសាចហើយតួអង្គចិត្តអាក្រក់របស់យើងបាននិយាយថាសត្វល្អិតទាំងអស់នេះគួរឲ្យរំខានណាស់បុរសអាវខ្មៅនោះក៏បាននិយាយថាទាំងនេះគឺជាអ្នកដែលមានជីវិតរស់នៅសេសសល់ដែលយើងបានរកឃើញនៅក្នុងវិមាននេះបុរសចិត្តអាក្រក់យើងក៏បាននិយាយថាដោយសារតែវិមាននេះធំពេកដូច្នេះហើយទើបត្រូវតែមានសត្វល្អិតជាច្រើនដូច្នេះយើងត្រូវតែកម្ចាត់ចោលហើយស្រាប់តែពេលនោះក៏មាននារីម្នាក់បាននិយាយថាគេឈួតមែនតើហើយបុរសចិត្តអាក្រក់យើងក៏បានងាកទៅមើលបន្តិចហើយក៏បានញញឹមបុរសចិត្តអាក្រក់យើងក៏បាននិយាយថាវាគួរឲ្យធុញណាស់មែនទេម្ចាស់ស្រីតាមពិតស្ត្រីម្នាក់នេះគឺជាម្ចាស់ស្រីរបស់មនុស្សអាក្រក់ម្នាក់នេះសោះមនុស្សអាក្រក់ម្នាក់នេះក៏បាននិយាយថាចាំបន្តិចទៅម្ចាស់ស្រីរបស់យើងក៏មានអារម្មណ៍ថាដូចជាមិនសូវស្រួលសោះនេះហើយក៏មានអ្នកណាម្នាក់ដើរមកខ្ញុំចាប់ផ្ដើមធុញទ្រាំនឹងវាខ្លាំងហើយខ្ញុំនឹងទៅមើលសត្វល្អិតដែលរត់ទៅវិញទៅមកនោះកាត់មកដល់វងមនុស្សទាំងនេះវិញបាននិយាយថាអេសឺលើកលែងឲ្យពួកខ្ញុំផងអេសឺធ្វើមុខសឹមហើយបាននិយាយថាអូអស្ចារ្យណាស់ខ្ញុំមិនដែលស្មានថាខ្ញុំនឹងរស់នៅឃើញថ្ងៃដែលពួកឯងហៅខ្ញុំថាសឺនោះទេហើយក៏បន្តទៀតប្រហែលម៉ោងមុននេះអ្នកទាំងអស់គ្នាបានចាត់ទុកខ្ញុំដូចជាសម្រាមតាមមែនទេខ្ញុំមិនចង់ឃើញមុខរបស់ពួកឯងទៀតទេហើយក៏បន្ទាត់ម្រាមដៃផាច់ពេលនោះក៏ចេញពន្លឺយុទ្ធសាស្ត្រម្យ៉ាងហើយក៏ហោះទៅយ៉ាងភ្លឺបុកទៅបុរសទាំងអស់នោះបានស្លាប់ទាំងអស់ទៅហើយប្រូមនុស្សចិត្តអាក្រក់របស់យើងនឹងដែលជាតួអង្គឯងនឹងធ្វើមុខសឹមហើយក៏ធ្វើដើរហួចថែមទៀតផងពិតជាឌឺខ្លាំងមែនតើពេលនោះក៏កាត់ទៅដល់ម្ចាស់ស្រីបានគិតថាគេទើបតែសម្លាប់មនុស្សហើយប៉ុន្តែគេញញឹមដូចជាគ្មានរឿងអ្វីកើតឡើងសោះខ្ញុំដឹងថារឿងនេះនឹងកើតឡើងខ្ញុំបានប្រាប់ពួកគេជាច្រើនដងដើម្បីបណ្ដេញគាត់ចេញហើយប៉ុន្តែគ្មាននរណាម្នាក់ស្ដាប់ខ្ញុំទេហើយស្រាប់តែភ្លាមនោះក៏ចេញធម្មពលពណ៌ស្វាយមួយហើយបាននិយាយថានេះហើយជាលទ្ធផលហើយម្ចាស់ស្រីក៏បានគិតថាហើយអ្វីបានជាវេទមន្តនេះចេញមកភ្លាមអញ្ចឹងខ្ញុំនឹងដួលហើយស្រាប់តែពេលនោះក៏ដួលបុកទៅនឹងតួចិត្តអាក្រក់របស់យើងដែលជាតួអង្គឯងហ្នឹងខ្លាប់ហើយតួស្រីក៏គិតថាហើយក៏អញ្ចឹងវិញហើយតួចិត្តអាក្រក់របស់យើងក៏បាននិយាយថាម្ចាស់ស្រីសំណប់ចិត្តរបស់ខ្ញុំនាងបានព្យាយាមជាច្រើនដងដើម្បីកម្ចាត់ខ្ញុំមកហើយបានសូមអង្វរ
លោកប៉ារបស់ម្ចាស់ស្រីរាល់ថ្ងៃហើយឥឡូវនេះម្ចាស់ស្រីបែរជាធ្លាក់ក្នុងដៃខ្ញុំវិញហើយរឿងយើងក៏បានកាត់ចប់ភាគទី1នឹងត្រឹមហ្នឹងទៅភាគទី1របស់យើងក៏កាត់ចប់ត្រឹមហ្នឹងហើយបើសិនជាមានកំហុសខុសឆ្គងត្រង់ណាសូមជួយខមមិននៅខាងក្រោមផងព្រោះនេះជាការសម្រាយរឿងផលិតទី1របស់ខ្ញុំទេហើយយើងនឹងជួបគ្នានៅភាគ2ពេលក្រោយបន្តទៀត